Hello，大家好。今天我们又来学习汉语拼音了。សួស្តីអ្នកនរគ្នាបាទថ្ងៃនេះគឺយើងមកសិក្សារៀនសូត្រអំពីសារនឹងជួយជំនះនៃភាសាចិនទៀតហើយ但是今天我们上到声调符号方面ប៉ុន្តែថ្ងៃនេះយើងរៀនអំពីសញ្ញានៃសូរសំឡេងវិញម្ដងដោយសារតែមេរៀនមុនគឺយើងបានសិក្សារៀនសូត្រអំពីស្រៈនិងព្យញ្ជនៈរបស់ភាសាចិនរួចហើយដូច្នេះថ្ងៃនេះគឺយើងមកសិក្សារៀនសូត្រតែតាក់ទងជាមួយនឹងសូរសំឡេងនៃភាសាចិនវិញម្ដងយើងសិក្សារៀនសូត្រនៅភាសាចិនគឺមាននៅសំឡេងបាទសំឡេងនៃភាសាចិនអញ្ចឹងបើសិនបើយើងនិយាយនៅភាសាចិនយើងនិយាយទៅបានល្អសំឡេងរបស់យើងបញ្ចេញទៅបានត្រូវស្តង់ដានោះធ្វើឲ្យអ្នកដតីឬក៏បុគ្គលម្ខាងទៀតគាត់ស្ដាប់យើងនិយាយទៅទទួលអារម្មណ៍ថាប្រកែហើយស្ដាប់ទៅគឺយល់អត្ថន័យបើសិនបើយើងនិយាយចេញទៅខុសសំឡេងបាទនិយាយទៅផ្លាត់សំឡេងបញ្ចេញសំឡេងមិនត្រូវនៅពេលនោះអត្ថន័យដែលយើងចង់និយាយប្រកាសជាទៅជាអត្ថន័យផ្សេងមួយទៀតដូច្នេះហើយថ្ងៃនេះគឺយើងបាទមានមេរៀនមួយបែបមកសិក្សារៀនសូត្រអំពីសូរសញ្ញានៃសូរសំឡេងរបស់ភាសាចិនឥឡូវយើងកុំឲ្យខាតពេលយើងមកសិក្សារៀនសូត្រអស់គ្នាថាតើភាសាចិនមាននៅសញ្ញាសូរសំឡេងប៉ុន្មានឥឡូវយើងមកសិក្សារៀនសូត្រអស់គ្នាមេរៀនរបស់យើងដែលយើងសិក្សាសូត្រនៅថ្ងៃនេះគឺនិយាយអំពីសញ្ញានៃសូរសំឡេងដែលភាសាចិនគេនិយាយថា声调符号សញ្ញានៃសូរសំឡេងហើយយើងមកមើលទាំងអស់គ្នាសញ្ញានៃសូរសំឡេងគឺមាន4ដូចជាកន្លែងនេះផងដែរហើយយើងមើលអស់គ្នាទី1សញ្ញាបែបនេះដែលដូចជាសញ្ញាដកគឺជាសំឡេងទី1ដែលមានសូរសំឡេងស្រាលដែលមានសូរសំឡេងស្រាលគឺវាអត់ធ្ងន់វាអត់ឡើងវាអត់ចុះទេគឺស្រាលបាទគឺស្រាលបែបហ្នឹងគឺជាសំឡេងទី1ឥឡូវយើងមើលសំឡេងទី2សញ្ញាឡើងទៅលើបែបនេះគឺជាសំឡេងទី2ដែលមានសូរសំឡេងស្រាលហើយឡើងបាទស្រាលហើយឡើងទៅលើអត់ចុះទេណាស្រាលហើយឡើងទៅលើនឹងគឺជាសំឡេងទី2ហើយយើងមើលសញ្ញាបែបនេះដែលដូចជាអក្សរ V ដែលដូចជាអក្សរ V គឺជាសំឡេងទី3ដែលមានសូរសំឡេងចុះហើយឡើងចុះហើយឡើងនឹងឯងគឺជាសំឡេងទី3មួយទៀតសញ្ញាបែបនេះដែលបែបនេះបាទគឺសញ្ញាបែបហ្នឹងគឺជាសញ្ញាគឺជាសំឡេងទី4គឺជាសំឡេងទី4ដែលមានសូរសំឡេងសង្កត់ធ្ងន់ណានេះគឺជាសំឡេងទាំង4នៃភាសាចិននៅពេលដែលអ្នកគេចេះទាំង4ហ្នឹងហើយនិយាយភាសាចិនទៅគឺត្រូវស្តង់ដារតែម្ដងឥឡូវយើងមកឧទាហរណ៍ទាំងអស់គ្នាបើមើលឧទាហរណ៍ថាតើសំឡេងទាំង4ហ្នឹងសំឡេងទី1គេធ្វើបែបណាសំឡេងទី2គេធ្វើបែបណាឬសំឡេងទី3និងទី4គេធ្វើបែបណាដើម្បីត្រឹមត្រូវឥឡូវយើងមកមើលទាំងអស់ឧទាហរណ៍ទាំងអស់គ្នាកន្លែងនេះបាទមានឧទាហរណ៍ប៉ាបាទយើងមើលសំឡេងទី1ប៉អាប៉ាសំឡេងទី1គឺជាសំឡេងដែលស្រាលយើងអានដល់គ្នាប៉ាហ្នឹងហើយគឺជាសំឡេងទី1គឺស្រាលអត់ឡើងហើយក៏អត់ចុះដែរគឺប៉ាអ្នកគ្នាអាចធ្វើតាមបានធ្វើដែរទៅប៉ាបាទគឺជាសំឡេងដែលស្រាលគឺសំឡេងទី1ហើយយើងធ្វើបណ្ដាយើងធ្វើកាយវិការបណ្ដាប៉ាថ្នមហើយស្រាលឥឡូវយើងមើលសំឡេងទី2ឡើងទៅលើបាទសំឡេងទី2គឺជាសំឡេងដែលស្រាលហើយឡើងយើងមកមើលតើគេធ្វើបែបណាប៉អាប៉ាសំឡេងទី2ប៉ាបាទគឺបែបហ្នឹងប៉ាសំឡេងទី2គឺឡើងរហូតប៉ាហើយសំឡេងទី3សំឡេងទី3វិញកន្លែងនេះគេឲ្យនិយមន័យថាគឺជាសូរសំឡេងដែលចុះហើយឡើងយើងមកមើលថាតើសំឡេងទី3នេះគេធ្វើបែបណាប៉អាសំឡេងទី3ប៉ាបាទប៉ាគឺយើងប្រើតាមបំពង់ករបស់យើងប៉ាគឺដូចជាអក្សរវាចឹងប៉ាគឺបែបហ្នឹងអ្នកគេធ្វើកាយវិការផងមិនចេះសម្លេងផងទៅនឹងត្រូវហើយដំបូងគឺរៀបពិបាកបន្តិចប៉ុន្តែនៅពេលយើងព្យាយាមធ្វើទៅប្រកាសជាអាចធ្វើទៅដូចហើយបញ្ចេញមកត្រូវទៀតគឺយើងបញ្ចេញសម្លេងកន្លែងដើមបំពង់ករបស់យើងណាគឺសម្លេងទី3ប៉ាណាគឺជាសម្លេងទី3រីឯសម្លេងទី4វិញដែលមានសូរសម្លេងសង្កត់ធ្ងន់តើគេធ្វើបែបណាឥឡូវយើងមកធ្វើទាំងអស់គ្នាប៉អាសំឡេងទី4គឺប៉ាបាទគឺសង្កត់បែបនេះប៉ាគឺដូចជាយើងកំហុសឲ្យគេចឹងប៉អាសំឡេងទី4គឺសង្កត់ធ្ងន់គឺប៉ាកាលណាអ្នកនេះធ្វើកាយវិការចឹងណាគឺប៉ាសំឡេងទី4គឺសង្កត់ធ្ងន់បែបហ្នឹងប៉អាសំឡេងទី4ប៉ា
សម្លេងទី1ប៉ាទី2ប៉ាទី3ប៉ាទី4ប៉ាដល់ទៀតប៉ា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 ហ្នឹងហើយគឺជាសម្លេងទាំង4អញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាទៅវិញយើងព្យាយាមធ្វើមួយសម្លេងទី1ស្រាលប៉ាសម្លេងទី2ស្រាលហើយឡើងប៉ាទី3ឡើងចុះប៉ាប៉ាហើយសម្លេងទី4គឺសង្កត់ធ្ងន់ប៉ាប៉ាប៉ុន្តែនៅពេលយើងធ្វើយើងត្រូវតែចាំនិយមន័យនៃសម្លេងទាំង4ហ្នឹងថាតើសម្លេងទី1គឺជាសម្លេងបែបណាទី2ទី3ទី4ជាសម្លេងបែបណានៅពេលដែលយើងដឹងអញ្ចឹងហើយយើងធ្វើទៅបានអត់ខុសតែដំបូងរៀងពិបាកបន្តិចអ្នកគេព្យាយាមធ្វើហើយធ្វើទៀតធ្វើទៀតប្រកាសជាស្ទាត់អញ្ចឹងមេរៀនរបស់យើងថ្ងៃនេះគឺតាក់ទងជាមួយនឹងសម្លេងបើសិនជាអ្នកគ្នាធ្វើវាបាននោះវាមានអត្ថប្រយោជន៍ខ្លាំងមែនទែនសម្រាប់អ្នកទាំងអស់គ្នានៅថ្ងៃខាងមុខនៃការដែលយើងសិក្សាសូត្រភាសាចិនបន្តទៀតនៅពេលដែលយើងចេះយើងនិយាយទៅត្រូវអ្នកដទៃវាស្ដាប់មកជនជាតិចិនវាស្ដាប់មកគេនឹងយល់អត្ថន័យដែលយើងចង់និយាយអញ្ចឹងមេរៀនរបស់យើងនៅថ្ងៃនេះគឺយើងសិក្សារៀនសូត្រដល់ត្រឹមនឹងសិនបាទអរគុណបាយបាយបាទសួស្តីអ្នកទាំងអស់គ្នាឥឡូវយើងមករៀនមេរៀនបន្តអំបីមិញយើងសម្រាប់បន្តិចហើយយើងមករៀនបន្តទៀតដែលតាក់ទងជាមួយនឹងការប្រកបនៅភាសាចិនឥឡូវយើងមើលអ្នកទាំងអស់គ្នាឲ្យខាត់ពេលវេលាយូរយើងមើលលើក្តារខៀនរបៀបផ្សំប្រកបអក្សរចិនដែលភាសាចិននិយាយថាអ៊ីនហ្វាងហើយមកមើលថាការប្រកបនឹងផ្សំនៃអក្សរចិនហ្នឹងគេធ្វើបែបណាដើម្បីត្រឹមត្រូវយើងមើលកន្លែងអ្នកទាំងអស់គ្នាទី1គឺអក្សរហ្វៃដែលយើងបកថាហាដែលយើងអានថាហ្វៃតើហ្វៃហ្នឹងគឺមាននៅស្រៈនិងព្យញ្ជនៈនិងស្រៈបុកអីគេខ្លះដែលអាចអានថាហ្វៃហ្នឹងហើយយើងមើលគឺមានព្យញ្ជនៈ f បូកនឹងស្រៈអីសម្លេងទី1យើងដឹងហើយសម្លេងទី1គឺសម្លេងស្រាលដែលមេរៀនខាងដើមយើងបានរៀនហើយគឺយើងអានថាហ្វៃដែលបកថាហាវាទី2គឺអក្សរឡាយយើងបកថាមកគឺយើងអានថាឡាយបាទសម្លេងទី2ឡាយគឺយើងសរសេរព្យញ្ជនៈលបូកនឹងស្រៈអាយសម្លេងទី2សារឲ្យឡើងឡាយបាទឥឡូវយើងចូលដល់ទី3គឺអក្សរឆោដែលបកថាស្មៅគឺយើងអានថាឆោសម្លេងទី3ឆោគឺមានព្យញ្ជនៈឈបូកនឹងស្រៈអោសម្លេងទី3អានថាឆោបាទនេះហើយគឺសម្លេងទី3វាឯអក្សរហ្វាន់គឺយើងបកថាបាយដែលយើងអានថាហ្វាន់សម្លេងទី4សង្កត់យើងបានដឹងហើយហ្វាន់គឺមាននៅព្យញ្ជនៈ f បូកនឹងស្រៈអានតែសម្លេងទី4គឺយើងអានថាហ្វាន់ f អានសម្លេងទី4ហ្វាន់សង្កត់ធ្ងន់បាទ f អានហ្វាន់ហើយយើងម្ដងទៀតឲ្យកាន់តែច្បាស់កន្លែងនេះគឺអក្សរហ្វៃដែលមាននៅព្យញ្ជនៈនិងស្រៈបាទព្យញ្ជនៈ f បូកនឹងស្រៈអីយើងអានថាហ្វៃសម្លេងទី1ហ្វៃបាទគឺយើងថ្នមបែបហ្នឹងហ្វៃរីឯអក្សរទី2គឺអក្សរឡាយដែលមាននៅព្យញ្ជនៈលបូកនឹងស្រៈអាយហើយសម្លេងប្រភេទទី2យើងអានថាឡាយគឺឡើងរហូតឡាយរីឯទី3គឺអក្សរឆោដែលមានព្យញ្ជនៈឈបូកនឹងស្រៈអោហើយសម្លេងទី3យើងអានថាឆោបាទគឺបកថាស្មៅរីឯទី4វិញគឺអក្សរហ្វាន់គឺបកថាបាយដែលមាននៅព្យញ្ជនៈ f បូកនឹងស្រៈអានសម្លេងទី4យើងអានថាហ្វាន់បាទគឺសង្កត់ធ្ងន់បែបហ្នឹងគឺហ្វាន់យើងអានបែបហ្នឹងទៅគឺត្រឹមត្រូវហើយនេះគឺជាវិធីសាស្ត្រក្នុងការបូកនៅព្យញ្ជនៈនិងស្រៈចូលគ្នាហើយយើងអានទៅហើយបញ្ចេញតាមសម្លេងនីមួយទៅគឺត្រឹមត្រូវហើយមេរៀននេះគឺអ្នកនរគ្នាត្រឡប់ទៅវិញទៅតែព្យាយាមបញ្ចេញនូវសម្លេងធ្វើតាមសម្លេងនីមួយបាទសម្លេងទី1គឺស្រាលទី2ស្រាលហើយឡើងទី3ឡើងចុះទី4គឺសង្កត់ធ្ងន់យើងចាំតែប៉ុណ្្នឹងទៅយើងធ្វើទៅសម្លេងទី1ឡាយទី2ឡាយទី3ឡាយទី4ឡៃបាទហ្នឹងគឺឧទាហរណ៍អ្នកគ្នាទៅវិញអាចឧទាហរណ៍អញ្ចឹងដូចគ្នាដែរអញ្ចឹង
cái này cứ dương mà sắc xa đến sốt mà đào trầm đi sân chạm mê đến khói dương nâng sắc xa sốt ẩm bị bịa nâng buônในการใส่ในพิซซ่าจันมาใส่กลุ่มนุ่มบ่อเวียตใส่แบบนั้นคือทำเตยจังใครนี่คือโซบออกคนเนี่ยหลักนี่บาเยอะมาสักใส่สดตอนนี้บานออกคนบายบาย